បានសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូអេពីសូត2របស់យើងដែលវីដេអូនេះខ្ញុំណែនាំអំពីការឆាតជាមួយនឹង bot ចឹងដើម្បីយើងឆាតជាមួយ bot បានបងប្អូនអាចចុចមកកន្លែង bot ហ្នឹងក៏បានដែរចុចមកកន្លែង bot ហ្នឹងមកមានខាងលើនេះគឺជា account bot ខ្ញុំសូម pin សិនដើម្បីឲ្យងាយរកអូខេចូលមកអញ្ចឹងបងប្អូនចុចទៅលើវានេះមកនេះ account bot ហ្នឹងនេះ username របស់វានេះឈុនតារាការី9ខ្ញុំជាអ្នកដាក់ផ្ទាល់ហើយនេះអូខេអញ្ចឹងនេះគឺជា bot របស់យើងដែលយើងត្រូវធ្វើការជាមួយគាត់តោះអញ្ចឹងចំណុចសំខាន់ទី1យើងចូលមកដំបូងយើងអាចដាក់ emoji ដាក់អីក៏បានដែរប៉ុន្តែសំខាន់វាអត់ឆ្លើយតបយើងទេវាអត់ស្គាល់ទេអញ្ចឹងណាអីដែលយើងដាក់ទៅហ្នឹងវាប្រកាសជាអត់ស្គាល់ទេឧទាហរណ៍អត់ស្គាល់ទេអញ្ចឹងវាស្គាល់តែលេខទេលេខខ្ញុំបានណែនាំអញ្ចឹងលេខ1ចូលមកដំបូងមកលេខ1មកនេះចូលមកលេខ1មកខ្ញុំបានណែនាំនៅក្នុងនេះដែរនេះខ្ញុំថាចុចលេខ1សិនណាបន្ទាប់មកយើងអានវាយល់តើខាងក្រោមមានអីគេខ្លះមានលេខ2លេខ3និងលេខ5លេខ2សម្រាប់ឆែកមើលទឹកប្រាក់លេខ3សម្រាប់ឆែកមើល ID លេខ5សម្រាប់ឆែកមើលទឹកប្រាក់ខ្លួនឯងចឹងទៅកម្រងជួយទឹកប្រាក់សំទោសតោះយើងចុចទៅ bot វិញចូលមក bot ទាំងអស់គ្នាវិញនេះក្នុង bot ហ្នឹងគាត់ប្រាប់ Hello បង I'm bot from នេះអូខេហើយយើងអានមកនេះអានតាមនឹងមកអានឲ្យយល់សិនខ្ញុំចុចឥឡូវខ្ញុំចុចលេខ2លេខ2ដើម្បីខ្ញុំមើលទឹកប្រាក់ខ្លួនឯងលេខ2នៅក្នុងហ្នឹងមានន័យថា account របស់ខ្ញុំនេះ account ដែលខ្ញុំកំពុងឆាតជាមួយ bot នេះខ្ញុំបានបញ្ចូលទឹកប្រាក់ឲ្យ$10អញ្ចឹងខ្ញុំមាន$10ហើយក្នុងការកាត់មានន័យថាក្នុងការ activate license គ្រប់ product ទាំងអស់នេះមិនថា video ប្រហែលមិនថា office ប្រហែលទេក្នុងមួយ license គឺខ្ញុំត្រូវចំណាយលុយអស់30សេន0.30សេនអត់ថ្លៃទេគឺថោកខ្លាំងមែនទែនរបៀបវរៈនៃការ activate ចាំមើលនៅវីដេអូបន្ទាប់បើសិនជាយើងឆែកមើល page license គេលក់ប្រហែល$5 $7 $10 $15 ផ្សេងអញ្ចឹងទៅតោះបកមកការងារយើងវិញអញ្ចឹងយើងចុចលេខ3ដើម្បីយើង check មើល ID ខ្លួនឯងចុចលេខ5ដើម្បីយើងមើលគម្រោងនេះគម្រោងនេះអញ្ចឹងខ្ញុំអាចណែនាំឲ្យបងប្អូនប្រើគម្រោងទី1ទី2ឬក៏ទី3អញ្ចឹងទៅខ្ញុំណែនាំប៉ុណ្ណឹងណានេះឧទាហរណ៍ថាគម្រោងទី1សំទោស$5មានន័យថាម៉េចមានន័យថាបងប្អូនបញ្ចូលលុយ$5បងប្អូនកាត់ license activate license ម្ដងគឺវាកាត់អស់0.50គឺ50សេនប៉ុន្តែបើសិនជាបងប្អូនដាក់$10មានន័យថា$10ឡើងទៅដល់នេះ$25 $24គឺវាក្នុងមួយ license គឺបងប្អូនត្រូវចំណាយលុយ0.30សេនអញ្ចឹងទៅតើអត់បើសិនជាបងប្អូនដាក់$25នេះក្នុងការ activate license ឲ្យអតិថិជនក្នុងមួយ license បងប្អូនអស់0.25សេនតើដូចខ្ញុំអញ្ចឹងនេះខ្ញុំមាន$10អញ្ចឹងខ្ញុំ activate license ទាំងអស់នេះក្នុងការ activate មួយម៉ាស៊ីនមួយ PC គឺខ្ញុំអស់តែ30សេនទេតោះប៉ុណ្្នឹងឯងលេខ1លេខ2លេខ3លេខ5ប៉ុណ្្នឹងឯងបងប្អូនចង់ចុចអីទៀតក៏បានដែរវាអត់ដើរទេវាឆ្លើយមកដដែលព្រោះខ្ញុំបិទអស់ហើយអញ្ចឹងបងប្អូនការងារគឺយើងគ្រាន់តែចុចលេខ1មកលេខ2លេខ3ហើយនឹងលេខ5អញ្ចឹងវាវរៈទី1បងប្អូនដើម្បីដាក់លុយបានដើម្បី top up លុយបានចូលទៅក្នុង account ដូចខ្ញុំនេះ account របស់ខ្ញុំមាន$10ដើម្បីដាក់បែបនេះបានបងប្អូនចូលទៅយក ID នេះយក ID នេះបន្ទាប់ទៅផ្ញើទៅខ្ញុំអត់មានផ្ញើទៅ bot នេះទេណាអត់មានផ្ញើទៅ bot ហ្នឹងទេគាត់អត់ស្គាល់ទេគាត់មិនអាច activate បានទេផ្ញើ bot នេះទៅសំទោសផ្ញើ ID នេះទៅ account personal របស់ខ្ញុំផ្ទាល់ហើយបាញ់លុយឲ្យខ្ញុំមកចង់ដាក់ប្រមាណហើយខ្ញុំនឹងដាក់ជូនអញ្ចឹងវីដេអូទី2ខ្ញុំសង្ឃឹមថាបងប្អូនយល់មានចម្ងល់សំណួរបន្ថែមអាចសួរខ្ញុំបានអរគុណច្រើនជួបជាមួយខ្ញុំនៅវីដេអូបន្តទៀត